ស្វាគមន៍ No Fan មកកាន់ Channel សម្រាយរឿង AI មុននឹងបន្តសាច់រឿង Fan កុំភ្លេចចូលជួយចុច Subscribe Like និងចុចរូបកណ្ដឹងផងណាដើម្បីទទួលបានភាគបន្តស្ថិតក្នុងស្ថានភាពដែលត្រូវគេអភ្លាមបែបនេះ Lin Musi បានត្រឹមតែឈរថ្មឹងទាំងងឿងឆ្ងល់ក្នុងចិត្តថាហេតុអ្វីបានជាអញ្ចឹងហេតុអ្វីបានជាសៀវជីនមកអបខ្ញុំទោះជាយ៉ាងណានៅក្នុងចិត្តរបស់ Lin Musi មិនបានមានអារម្មណ៍ខឹងឬស្អប់ទង្វើនេះទាល់តែសោះផ្ទុយទៅវិញនាងស្រាប់តែមានអារម្មណ៍កក់ក្ដៅនិងមានក្តីសុខយ៉ាងប្រាប់មិនត្រូវព្រោះនេះជាលើកទី1ហើយដែលមានគេមកអបនាងយ៉ាងណែនបែបនេះសូម្បីតែឪពុកម្ដាយរបស់នាងក៏មិនដែលធ្វើទង្វើបែបនេះដាក់នាងដែរបន្ទាប់ពីលេងការអបលីជីនបានប្រាប់ទៅមូស៊ីថាតាមពិតទៅខ្ញុំបានរត់មកទីនេះតាំងពីម្សិលមិញម្លេះប៉ុន្តែពេលនោះនាងមិននៅទេនិយាយមិនទាន់ផុតពីមាត់ផងលីជីនស្រាប់តែក្រឡេកឃើញមុខរបស់មូស៊ីឡើងក្រហមញ៉ាំងនាងក៏សួរទាំងស្លន់ស្លោនិងបារម្ភថាហាលីនមូស៊ីហេតុអ្វីបានជាមុខនាងឡើងក្រហមខ្លាំងម្លេះតើនាងមិនស្រួលខ្លួនត្រង់ណាទេនោះឬមួយមកពីខ្ញុំអបនាងធ្វើឲ្យក្តៅពេកឬសម្ដីដ៏ស្មោះត្រង់និងគ្មានលាក់លៀមរបស់លីជីនហើយលីនមូស៊ីលួចគិតក្នុងចិត្តទាំងអៀនព្រានថាសៀវជីនអាល្អិតល្ងងឲ្យហេតុអ្វីបានជានាងអាចនិយាយរឿងដែលគួរឲ្យអៀនបែបនេះចេញមកដោយទឹកមុខស្មើធេងបានទៅកើតប៉ុន្តែមាត់បែរជានិយាយចេញមកដោះសារទាំងភ័យអរថាខ្ញុំមិនអីទេនាងបន្តសម្ដីដែលនាងចង់និយាយអំបញ្ញមិញមកលីជីននៅតែធ្វើមុខឆ្ងល់រួចសួរបញ្ជាក់ម្ដងទៀតថាតើនាងប្រកាសថាខ្លួនឯងមិនអីមែនទេហើយមូស៊ីក៏បានត្រឹមតែញកក្បាលឆ្លើយថាទាំងដែលថ្ពាល់នៅតែឡើងក្រហមព្រាលនៅឡើយលីជីនបានបន្តពន្យល់ដោយទឹកមុខស្មោះត្រង់ថាដរាបណាមូស៊ីមិនអីគឺល្អហើយនាងបានសារភាពថាទោះបីជាមានហេតុផលច្រើនយ៉ាងណាក៏នាងពិតជាបានខកខានការសន្យាកាលពីម្សិលមិញមែនដូចនេះដើម្បីជាការសងជំងឺចិត្ត compensation នាងនឹងអនុញ្ញាតឲ្យមូស៊ីអបរាងកាយដ៏មានតម្លៃជាទេពអប្សរ Fairy Body របស់នាងបាននាងថែមទាំងនិយាយទាំងមោទនភាពទៀតថាខ្ញុំមិនបណ្ដោយឲ្យអ្នកអតីមកអបខ្ញុំផ្ដេសផ្ដាសបែបនេះឡើយណានៅក្នុងចិត្តលីជីនលួចគិតទាំងអួតខ្លួនឯងបន្តិចថាសំបីតែឈិនប៊ូយីខិនបៃឬអាវ៉ាងអាវ៉ងដែលតែងតែចង់មកប៉ះពាល់នឹងលោភ្លន់ចង់ចិត្តដិតនឹងនាងក៏នាងមិនដែលខ្វល់រកសោះឡើយឥឡូវនេះនាងសុកចិត្តបើកចិត្តឲ្យលីនមូស៊ីអបយ៉ាងទូលំទូលាយបែបនេះមូស៊ីច្បាស់ជាបាត់ខឹងនាងមិនខានលីនមូស៊ីរហើយក៏ញឹមទាំងហួសចិត្តនឹងគិតថាអូនេះជាការសងជំងឺចិត្តរបស់សៀវជីនសម្រាប់ខ្ញុំទេហ៎ស្របពេលដែលបរិយាកាសផ្អែមល្ហែមរវាងអ្នកទាំងពីរកំពុងតែឈានដល់ចំណុចកំពូលស្រាប់តែបុគ្គលិកស្រីសក់ចុងពីខាងដែលឈរមើលតាំងពីដើមបានខ្ទប់មាត់ក្អកឡើងថាអាហែមខ្ញុំគ្រាន់តែចង់សួរថាតើអ្នកទាំងពីរធ្វើដូចជាគ្មានវត្តមានខ្ញុំឈរនៅទីនេះអញ្ចឹងដោយសារតែភាពអៀនព្រានពេកលីនមូស៊ីប្រញាប់បង្វែរដានភ្លាមដោយងាកទៅសួរបុគ្គលិកនោះទាំងញឹមស្ងួតថាយុនយានតើកិច្ចការគ្រប់យ៉ាងនៅខាងក្រៅហាងដំណើរការល្អជាធម្មតាទេយុនធ្វើមុខងប់និងតបទៅវិញទាំងធុញទ្រាន់ថាអ្នកគ្រប់គ្រងអ្នកមិនបាច់ខំប្រឹងបង្វែរប្រធានបទទាំងបង្ខំពេកក៏បានដែរបន្ទាប់ពីបរិយាកាសអៀនព្រានបានកន្លងផុតទៅលីជីនក៏បាននឹកឃើញគោលបំណងពិតប្រាកដរបស់ខ្លួនរួចសួរទៅមូស៊ីភ្លាមទាំងទឹកមុខស្មើថាអូមែនហើយលីនមូស៊ីតើនាងអាចអនុញ្ញាតឲ្យខ្ញុំធ្វើការនៅទីនេះបានទេលីនមូស៊ីរហើយក៏សួរនាំទាំងភ្ញាក់ផ្អើលបន្តិចថាសៀវជីននាងចង់ធ្វើការងារលីជីនបានឆ្លើយតបទាំងទំនុកចិត្តខ្ពស់ថាពិតប្រាកដណាស់ខ្ញុំត្រូវតែស្វែងរកការងារធ្វើដើម្បីឲ្យខ្ញុំអាចត្រឡប់ទៅឋានសួគ៌វិញបាននាងថែមទាំងលើកដៃបង្ហាញកងដៃវេទមន្តរបស់ខ្លួនទៅកាន់មូស៊ីរួចនិយាយថាមើលនេះណែបន្ទាប់ពីស្ដាប់រឿងរ៉ាវរបស់លីជីនរួចមកលីនមូស៊ីយកដៃប៉ះចង្ការបស់ខ្លួនទាំងគិតរួចនិយាយថាអូរឿងរ៉ាវគឺបែបនឹងសោះឥឡូវនេះខ្ញុំយល់ហើយឃើញបែបនេះបុគ្គលិកស្រីយុនស្រឡាំងកាំងជាខ្លាំងរួចស្ទុះមកសួរមូស៊ីទាំងមិនអស់ចិត្តថាអ្នកគ្រប់គ្រងតើអ្នកពិតជាជឿសម្ដីនាងមែនហ៎តើកងដៃនៅលើកដៃរបស់នាងមិនមែនគ្រាន់តែជាឧបករណ៍សម្រាប់ហាត់ប្រាណទេហ៎លីនមូស៊ីបានងាកទៅប្រាប់យុនទាំងញឹមយ៉ាងស្រទន់ថាយុននៅក្នុងโลกនេះពិតជាមានរឿងរ៉ាវដែលមិនអាចស្មានដឹងជាច្រើនមែនហើយខ្ញុំផ្ទាល់ក៏ធ្លាប់ឆ្លងកាត់រឿងរ៉ាវមិនគួរឲ្យជឿបែបនេះដែរមូស៊ីសម្លឹងមើលទៅលីជីនដោយខ្សែភ្នែកពោពេញដោយភាពកក់ក្ដៅរួចនិយាយបន្តថាព្រោះតែហេតុនេះហើយទើបខ្ញុំជឿជាក់លើសៀវជីនពីសម្ដីលួងលោមនិងទំនុកចិត្តរបស់មូស៊ីហើយលីជីនមានអារម្មណ៍រំភើបយ៉ាងខ្លាំងនៅក្នុងចិត្តនាងលួចគិតថាលីនមូស៊ីគឺជាមនុស្សលោកដំបូងបង្អស់ដែលជឿជាក់លើនាងទោះបីជាឈិនប៊ូយីខិនបៃ
ធ្លាប់ហើយនាងថាជាទេពអប្សរក៏ដោយក៏អារម្មណ៍មួយនេះវាខុសប្លែកគ្នាស្រឡះនាងប្រៀបធៀបទៅនឹងមនុស្សលោកល្ងងដទៃទៀតដូចជាគោមេងឈីកាម៉េងថេជាដើមដែលមិនដែលជឿសម្ដីនាងតតែសោះសម្រាប់លីជីនលីនមូស៊ីពិតជាមនុស្សតែម្នាក់គត់ដែលជឿនាងពិតប្រាកដនិងជាមនុស្សពិសេសបំផុតស្របពេលដែលកំពុងមានក្តីសុខស្រាប់តែមានសម្លេងគ្រូយ៉ាងខ្លាំងចេញពីពោះរបស់លីជីនលីនមូស៊ីឬហើយក៏សួរទាំងចង់សើចថាសៀវជីននាងឃ្លានមែនទេលីជីនធ្វើមុខស្រងូតស្រងាត់ទាំងត្អូញត្អែថាអាក្រក់ណាស់ខ្ញុំមិនទាន់បានញ៉ាំអាហារពេលព្រឹកសូម្បីតែមួយម៉ាត់ទាំងអស់នេះគឺមកពីអាថតកំខ្វក់ណៃបាវនោះឯងឃើញស្ថានភាពបែបនេះយុនក៏កាត់ចង្វាក់រួចនិយាយថាខ្ញុំនឹងទៅយកអីឲ្យនាងញ៉ាំរួចក៏ដើរចេញពីបន្ទប់ទៅ plain text នៅក្នុងចិត្តយុនលូជអ៊ូតមទាំងធុញទ្រាន់ថាខ្ញុំមិនចង់នៅមើលបន្តទៀតទេហេតុអ្វីបានជាខ្ញុំត្រូវមកទ្រាំរងកម្មបែបនេះនៅផ្ទះត្រូវទ្រាំស្ដាប់លូលីងលើលេងបង្ហាញភាពផ្អែមល្ហែមអួតដាក់ដល់ពេលមកធ្វើការក៏ត្រូវមកទ្រាំស្ដាប់រឿងបែបនេះទៀតមួយសន្ទុះក្រោយមកយុនបានយកនំសាំងវិចមួយគូនិងទឹកក្រូចមួយកែវមកឲ្យលីជីននាងនិយាយទៅកាន់លីជីនទាំងចម្បងថាញ៉ាំទៅនាងមើលទៅស្គមណាស់ហេតុអ្វីបានជាឃ្លានរហូតអញ្ចឹងតើពោះវៀននាងជាប្រហោងខ្មៅមែនទេមុននឹងដើរចេញទៅធ្វើការវិញយុនក៏បានព្រមានលីជីនទាំងចិត្តល្អថាខ្ញុំរវល់ណាស់កុំមកលេងសើចឬធ្វើបាបអ្នកគ្រប់គ្រងរបស់យើងឲ្យសោះណាគាត់ជាមនុស្សចិត្តល្អណាស់ដូចនេះកុំធ្វើបាបគាត់អីបន្ទាប់ពីទទួលបានអាហារហើយលីជីនចាប់ផ្ដើមញ៉ាំនំសាំងវិចនិងបឺតទឹកក្រូចយ៉ាងឆ្ងាញ់ពិសានៅពេលមូស៊ីអង្គុយសម្លឹងមើលពីខាងមុខលីនមូស៊ីលួចគិតក្នុងចិត្តទាំងញឹមបិទមាត់មិនចិត្តថាសៀវជីនពេលញ៉ាំទៅគួរឲ្យស្រឡាញ់ម្លេះទេពេលនាងធ្វើមាត់ស្រឡាក់បែបនេះពិតជាគួរឲ្យខ្លាញ់ណាស់និយាយទៅនាងពិតជាមានមន្តស្នេហ៍ត្រូវចិត្តខ្ញុំខ្លាំងណាស់តាំងពីលើកដំបូងដែលខ្ញុំបានជួបនាងម្លេះបន្ទាប់មកមូស៊ីក៏បានចូលសាច់រឿងដោយសួរថាតើនាងចង់ធ្វើការងារអ្វីឲ្យប្រកាសនៅក្នុងហាងអាហារនេះលីជីនឆ្លើយទាំងទឹកមុខជឿជាក់ថាតាមពិតទៅខ្ញុំក៏មិនសូវដឹងដែរប៉ុន្តែខ្ញុំអាចធ្វើបានគ្រប់យ៉ាងខ្ញុំពូកែខាងធ្វើកិច្ចការគ្រប់រឿងទាំងអស់លើកលែងតែរឿងរំមួយចេញឬបែបនេះមូស៊ីក៏នឹកឃើញការងារមួយរួចនិយាយថាតាមពិតទៅខ្ញុំកំពុងស្វែងរកបុគ្គលិកក្រៅម៉ោងម្នាក់ដើម្បីមកធ្វើជាតុតានិមិត្តរូប mascot សម្រាប់ដើរចែកផលិតផលគំរូថ្មីហើយខ្ញុំក៏បានទិញឈុតតុតានោះរួចរាល់ហើយដែរសៀវជីនតើនាងចង់និយាយមិនទាន់ចប់ផងមូស៊ីស្រាប់តែដកដង្ហើមធំរួចបដិសេធវិញភ្លាមថាមិនអីទេគិតឡើងវិញទៅចុងក្រោយនេះអាកាសធាតុខាងក្រៅចាប់ផ្ដើមឆាប់ក្តៅខ្លាំងណាស់ការងារនេះច្បាស់ជាពិបាកខ្លាំងសម្រាប់នាងហើយប៉ុន្តែសម្រាប់លីជីនឲ្យតែជាការងារដែលអាចជួយនាងបាននាងមិនរារែកឡើយនាងស្ទុះក្រោកឈររួចទៅវិញទាំងចិត្តស៊ូថាខ្ញុំនឹងធ្វើវានាងត្រូវតែអនុញ្ញាតឲ្យខ្ញុំធ្វើការងារនេះឲ្យតែការងារនោះកាន់តែលំបាកគឺកាន់តែល្អសម្រាប់ខ្ញុំនៅក្នុងចិត្តលីជីនលួចសើចម្នាក់ឯងទាំងសប្បាយចិត្តព្រោះនាងមានហេតុផលផ្ទាល់ខ្លួននាងនឹកឃើញសម្ដីដែលណៃបាវនេបលធ្លាប់បាននិយាយថាឲ្យតែការងារនោះកាន់តែលំបាកនោះលេខនៅលើកងដៃមន្តអាគមនឹងកាន់តែស្រកចុះលឿនធ្វើបែបនេះនាងនឹងអាចត្រឡប់ទៅឋានសួគ៌វិញបានកាន់តែឆាប់ឃើញលីជីនទូចង់ធ្វើការងារលំបាកខ្លាំងពេកលីនមូស៊ីក៏សួរទាំងញឹមបន្តិចថាឲ្យតែការងារកាន់តែលំបាកកាន់តែល្អអញ្ចឹងហែតើនេះក៏ជាវិធីមួយដើម្បីសងជំងឺចិត្តខ្ញុំដែរមែនទេលីជីនឬហើយក៏បដិសេធភ្លាមទាំងមុខស្មើថាទេរឿងការងារនឹងមិនរាប់បញ្ចូលទេនាងពន្យល់បន្តទាំងមុខស្រស់ថាការសងជំងឺចិត្តពិតប្រាកដគឺត្រូវតែជាការប៉ះពាល់គ្នាទៅវិញទៅមកដែលរាងកាយរបស់អ្នកទាំងពីរបាននៅជិតស្និទ្ធឬហប់គ្នាសម្ដីដ៏ត្រង់ហួសហេតុនេះធ្វើឲ្យលីនមូស៊ីអៀនរហូតឡើងក្រហមពេញថ្ពាល់នៅក្នុងចិត្តមូស៊ីគិតទាំងហួសចិត្តថាហេតុអ្វីបានជាសៀវជីនតែងតែនិយាយរឿងដែលគួរឲ្យអៀនខ្មាស់បែបនេះដោយទឹកមុខស្មើធេងទៅរួចអញ្ចឹងដោយឃើញទឹកមុខរបស់មូស៊ីប្រែប្រួលលីជីនក៏ដើរចូលទៅគៀករួចសួរនាំដោយក្តីបារម្ភថាលីនមូស៊ីហេតុអ្វីបានជាមុខរបស់នាងឡើងក្រហមម្ដងទៀតហើយតើនាងពិតជាមិនអីមែនទេដោយសារតែលីជីនចូលមកជិតស្និទ្ធខ្លាំងពេកមូស៊ីភ័យអររហូតនិយាយតាក់បាំងថាអត់មានអីទេសៀវជីនបើនាងស្រាប់តែចូលមកជិតខ្ញុំបែបនេះខ្ញុំភាគនេះចប់ហើយតែកុំភ្លេចរងចាំទស្សនានៅភាគបន្តណាជាចុងក្រោយ admin សូមអំណរអគុណទៅកាន់ fan ដែលបានជួយចុច subscribe like មកកាន់ channel សម្រាយរឿងស្អែរបស់ admin ចុចឥឡូវនេះដើម្បីទទួលបានភាគបន្ត